ជម្រាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនដែលនិយមតាមដានវីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំបាទថតសកម្មភាពមួយចំនួនតាក់ទងជាមួយនឹងការដែលខ្ញុំបានមកលេងកសិដ្ឋានគោសាច់ដែលចិញ្ចឹមនៅក្នុងសាលាកសិកម្ម RUA នៅចំការដូងពុកម៉ែបងប្អូនបាទអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលខ្ញុំធ្លាប់តែ intern ដែលហៅថាហាត់ការហ្នឹងឯងរយៈពេលមួយសប្តាហ៍បន្ទាប់ពីការដែលយើងបានរៀនផ្នែកទ្រឹស្ដីហើយនៅក្នុងសាលាកសិកម្មក៏មានកន្លែងធ្វើផ្ទាល់អនុវត្តផ្ទាល់ជាមួយនឹងលោកគ្រូអ្នកគ្រូដែលបង្រៀនមុខវិជ្ជាតាក់ទងជាមួយនឹងការចិញ្ចឹមគោផងដែរនៅទីនោះគឺយើងធ្វើច្រើនមែនតើបងប្អូនបាទគាត់បង្រៀនយើងតាក់ទងជាមួយនឹងការធ្វើផ្អកចំបើងការធ្វើផ្អកស្មៅហើយនឹងការធ្វើផ្អកការអំពៅដែលយើងដើរប្រមូលកន្លែងលក់អំពៅអញ្ចឹងការហាត់ការរយៈពេលមួយសប្តាហ៍របស់ខ្ញុំពិតជាមានអារម្មណ៍ថាខ្ញុំទទួលបានចំណេះដឹងច្រើនបន្ទាប់ពីខ្ញុំបានរៀននៅក្នុងថ្នាក់ហើយនៅពេលដែលរៀនក្នុងថ្នាក់ហើយយើងក៏เอาមកអនុវត្តផ្ទាល់នៅក្នុងសាលាអញ្ចឹងឯងពុកម៉ែបងប្អូនបាទហើយបើសិនមកពុកម៉ែបងប្អូនដែលមានកូនក៏ចង់រៀននៅកសិកម្មតាក់ទងជាមួយនឹងផ្នែកខាងសัตว์ពុកម៉ែបងប្អូនអាចតំណងទៅកាន់សាលាកសិកម្ម RUA បានដែលនៅទីនោះខ្ញុំ recommend ឲ្យពុកម៉ែបងប្អូនបញ្ជូនកូនទៅរៀននៅទីនោះព្រោះថានៅទីនោះគឺល្អខ្លាំងមែនទែនពុកម៉ែបងប្អូនបាទទាំងការរៀនក៏ដូចជាការអនុវត្តខ្ញុំមើលឃើញថាមានបច្ចេកទេសទំនើបច្រើនសម្រាប់ឲ្យយើងអនុវត្តផ្ទាល់ជាមួយនឹងគ្រូឧបទេសដែលគាត់មានជំនាញអញ្ចឹងវីដេអូរបស់ខ្ញុំមិនមានអ្វីច្រើនទេហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលតែងតែតាមដាននៅវីដេអូមួយនេះហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនជួយចុច like និង subscribe នៅវីដេអូនេះក្នុងម្នាក់មួយផងអរគុណសូមគោរពជម្រាបលា